មនុស្សខ្ញុំខ្ញុំធ្វើបនអស់រាប់លានដុល្លារខ្ញុំមិនមែនមកកពុបនៅអាវ៉ាន់នឹងមកមុខទេចង់អ្នកណាជឿឬមិនជឿគឺជាសិទ្ធិរបស់គេជំរាបប្រាប់ទៅ fan របស់ខ្ញុំនៅអតិជនរបស់ខ្ញុំផ្ទាល់ថាអាវ៉ាន់មួយនេះខ្ញុំលក់ជូននៅតម្លៃបោះដុំឲ្យខ្ញុំបង្ហាញរូបរាងរបស់វានៅកម្មវិធីធំរបស់ក្រុមហ៊ុនខ្ញុំអត់មានអ្នកណាចង់ជឿថាវាតម្លៃ$5ទេហើយមួយទៀតបើសិនជាចង់ដឹងថាការចំណេញរបៀបម៉េចតើអ្នកគ្នាសាកសួរតម្លៃមកប្រអប់ណែនពេញនៅក្នុងដៃរបស់ខ្ញុំទៅកាន់តំណាងចែកចាយរបស់ខ្ញុំមើលគ្នានឹងដឹងពីការលះបង់តស៊ូពួតដៃរបស់តំណាងចែកចាយខ្ញុំនឹងខ្ញុំតើពួកគាត់លះបង់ដើម្បីអតិជនមកជ័យនិយាយតាមផលិតផលមួយមុខនេះរូបរាងបែបនេះគុណភាពនេះគឺមិនមាននៅលើទីផ្សារជាដាច់ខាតបើម្ចាស់ brand អត់មានឆន្ទៈស្នេហាជាតិស្មោះត្រង់ឲ្យលក់ចង់បានប៉ុនហើយមូលហេតុដែលខ្ញុំបង្កើតអាគ្រីមនឹងឡើងជាមួយនឹង packaging បែបនេះឃើញ packaging ហើយតោះនេះគិតថាអូ premium ហើយខ្ញុំគិតថាអញ្ចេះបើសិនជាខ្ញុំយកត្រឹមប្រហែលជា50-60ម៉ឺនខ្លងយកមកលក់អូខេទទួលស្គាល់ថា packaging នេះវានឹងអាចកាត់ចំណុះឬក៏កាត់តម្លៃសាច់លេតាមនឹងប៉ុន្តែតោះគ្នាដឹងខ្ញុំកុងត្រាំម្ដងប្រហែលលានខ្លងកុងត្រាអាវ៉ាន់មួយនេះម្ដង7ទៅ8លានខ្លងដើម្បីឲ្យគេធ្វើ packaging នឹងឲ្យយើងហើយបានសាច់លេនឹងចំណុះតម្លៃសមរម្យមួយសម្រាប់ចែកជូនបងប្អូនយើងប្រើធៀបពិតបើធ្វើត្រឹម2-3ម៉ឺនខ្លងមែនខ្ញុំប្រាប់អ្នកទាំងអស់គ្នា packaging នេះគុណភាពនេះលក់មិនស្រួលតម្លៃ2ទៅ3-10រៀលឬក៏5-10រៀលហើយតែខ្ញុំលក់នេះអ្នកទាំងអស់គ្នាហើយចាលក់បែបអីដឹងអត់លក់បែបអត់ចង់បានលុយគឺខ្ញុំលក់បែបយក credit ហ្មងជាងដែលខ្ញុំធ្វើសម្រិតសម្រាំងនេះគឺខ្ញុំចង់ឲ្យប្រទេសជិតខាងបានឃើញថាគឺប្រទេសដែលមើងងាយយើងហ្នឹងខ្ញុំជឿជាក់ថាអាវ៉ាន់ណាកាលណាតែ viral ហ្នឹងកាលណាតែល្បីល្បាញគឺផ្សាយភាយទូទាំងប្រទេសហៀដល់ក្រៅប្រទេសហើយ packaging បែបនេះគ្រាន់តែឃើញក៏ញាក់សាច់ដែរខ្ញុំជឿចំណែកមួយដែលខ្ញុំចង់ធ្វើឲ្យប្រទេសដែលវាកំពុងតែមើងងាយយើងហ្នឹងវាបានឃើញថាស្នាដៃកូនខ្មែរនៅពេលដែលអត់ផលិតពីវាទៅឬក៏នៅពេលដែលអត់រកស៊ីជាមួយវាតើគេធ្វើបានអាវ៉ាន់ដែលមានគុណភាពដែល premium ហើយផ្ទុះជំរុញសេដ្ឋកិច្ចប្រទេសគេបានខ្លាំងក្លាឬក៏អត់គ្រាន់តែវាឃើញ packaging របស់$7.95ហ្នឹងក៏វាញាក់សាច់ដែរចង់ផលិតផលមួយមុខនេះអ្នកនរខ្ញុំលះបង់ខ្លាំងណាខ្ញុំហ៊ាននិយាយចឹងខ្ញុំចាយទុនធំមែនតើហើយទុនដែលខ្ញុំបំរុងហ្នឹងបើថាយកទៅបើករោងចក្រខ្នាតតូចបើកបាន3ទៅ4ហើយសួរថានៅពេលដែលយើងចេញលក់អានេះបានបនរបៀបម៉េចគ្នាមើលទំហំផ្ទៃមុខអ្នកដែលបានប្រើប្រាស់ហើយគាត់ខូចហើយគាត់ចាប់ផ្ដើមកោសិការបស់គាត់រស់រវើកឡើងវិញស្បែកមុខរបស់គាត់អ្នកនរគ្នាចាំមិនមែនព្យាបាលបែបកាត់ទេស្ដាប់ខ្ញុំឲ្យតន់គឺវាព្យាបាលបែបទៅដាស់កោសិកាហើយនឹងបំផុសកោសិការបស់យើងឲ្យរស់ឡើងវិញហើយកោសិកាកំណត់ដើមរបស់យើងក៏ចាប់ផ្ដើមរីករាលដាលពេញផ្ទៃមុខអញ្ចឹងក្នុងការបកស្រាយនេះខ្ញុំចង់ប្រាប់ទៅថាមានបញ្ហាយ៉ាងណាក៏ដោយក៏វាប្រែមកជាស្អាតវិញក្នុងរយៈពេលខ្លីរបស់មួយយ៉ាងហ្នឹងវាឈ្មោះថា skin cell grow វាពន្លឿនដល់ការលូតលាស់នៃកោសិការបស់ស្បែកមុខហើយបើថាអាយុ20ឆ្នាំចុះក្រោមអ្នកដែលបានប្រើប្រាស់វិញមែនការព្យាបាលគឺលឿនដូចមីសេលអញ្ចឹងហើយណាមួយទៀតកត្តាដែលជំរុញផ្លូវចិត្តខ្ញុំខ្លាំងបំផុតអូនសិស្សសាលាដែលគាត់អត់សូវមានលុយអ្នកទាំងគ្នាតែ10000ជាង20000ឬក៏អ្នកខ្លះទៅអត់មានលទ្ធភាពប្រើវ៉ាន់ល្អសោះប្រើមួយថ្ងៃកាត់មួយថ្ងៃកោអស់ជំរើសប្រើផលិតផលពីមួយទៅមួយចង់និយាយចឹងខ្ញុំគិតថានៅពេលដែលខ្ញុំចេញ packaging នេះទៅទីមួយគាត់ទុកចិត្តនៅក្នុងការប្រើប្រាស់ពីព្រោះថាវាជា brand របស់ខ្ញុំហើយតម្លៃមួយទៀតគឺគាត់កាន់តែទុកចិត្តនៅពេលដែលម្ចាស់ brand មាននិយាយថាលក់នៅក្នុងតម្លៃបោះដុំជូនពួកគាត់ហើយនៅពេលដែលគាត់ចាយតិចហើយគាត់បានលទ្ធផលមកវិញហើយគាត់សប្បាយចិត្តនៅពេលដែលគាត់អរគុណយើងអាហ្នឹងហើយគឺជាលុយគុណប៉ុនណគាត់ទិញយើងហើយគាត់អរគុណយើងទៀតគឺជាន័យដែលខ្ញុំចង់និយាយហើយតើអស់គ្នាដឹងហើយអីវ៉ាន់ខ្ញុំផ្ទុះស្ទើគ្រប់មុខហើយអត់អីវ៉ាន់នឹងមួយមុខខ្ញុំអត់ក្រដែរតែបាទខ្ញុំប្រឹងធ្វើវាអត់ចាគឺខ្ញុំចង់សង្គ្រោះបងប្អូនដែលគាត់ប្រើម្សៅលាយម្សៅកាត់អត់សូវយល់ដឹងពីផលិតផលខ្ញុំចង់សង្គ្រោះស្បែកមុខគាត់ឲ្យជាដូចដើមល្អដូចដើមវិញហើយមួយទៀតគឺខ្ញុំចង់បង្ហាញទៅកាន់ប្រទេសជិតខាងឬក៏ប្រទេសដែលកំពុងតែមើងងាយយើងឲ្យដឹងថាទោះយើងអាចបានរកស៊ីជាមួយវាក៏ដោយក៏យើងអាចបង្កើតនៅផលិតផលដែលមានគុណភាព packaging standard ដែលទទួលស្គាល់បានទូទាំងពិភពលោកគឺខ្ញុំធ្វើឲ្យគេមើលមកគឺវ៉ាវនៅពេលដែលគេបានឃើញ packaging របស់កូនខ្មែរម្នាក់នេះហើយជាមួយនឹងភាព viral និងល្បីល្បាញរបស់ brand នេះហើយធ្វើឲ្យទប់ចិត្តមិនសរសើរមិនបាននិយាយចាំទៅតួប្រទេសវាស្អប់ប្រទេសយើងយ៉ាងណាក៏វាលួចទៅសើយើងក្នុងចិត្តដែរជា brand កូនខ្មែរយើងពិតជាខ្លាំងជឿខ្ញុំថា brand ខ្ញុំមិនមែនអត់ viral ទៅប្រទេសដែលកំពុងតែមានចំនួនមួយយើងឬក៏ល្បីល្បាញនៅតាមបណ្ដាប្រទេសផ្សេងទៀតទេណាមរបស់មីគឺខ្លាំងខ្លាខ្ញុំសូមហ៊ាននិយាយចឹងតែឆែកមើលនៅក្នុង website របស់ប្រទេសវៀតណាមនេះគឺជាការលើកឧទាហរណ៍មួយតោះនេះចូលទៅដល់វៀតណាមភ្លាមតោះនេះចូលទៅមើល website ចូលទៅមើលការលក់ online មានខ្លះយក brand មីទៅ fake ផលិតផលក៏មានដែរយកឈ្មោះ brand មីរបស់យើងយកទៅប្រើប្រាស់ដាក់លើកំប៉ុងពណ៌ស្វាយឬក៏កំប៉ុងពណ៌អីផ្សេងអញ្ចឹងដែរផលិតផលយើងអត់ទាន់មានផលិតក៏មានដែរต้องមានន័យថា brand name មួយនេះគឺវាល្បីល្បាញខ្លាំងដល់ថ្នាក់បុគ្គលខ្លះកំណត់មិនល្អនៅក្នុងប្រទេសខាងក្រៅចាគឺវាប្រើប្រាស់ឈ្មោះយើងទាំងបំពី brand យើងអត់ល្បីសួរថាអញ្ចេះខ្វះអីឈ្មោះមកកណោហេតុអីបានវាត្រូវតែប្រើប្រាស់ឈ្មោះរបស់យើងយកទៅប្រើប្រាស់ទៅប្រជាជនរបស់វាទិញហេតុផលខ្លះអ្នកទាំងគ្នាត្រូវចងចាំថាសារតែភាពល្បីល្បាញរបស់ brand name ទៅធ្វើទៅបានទៅធ្វើទៅរួច
ហើយសូម្បីតែ website របស់ចិនណាក៏ផ្ទុះជាមួយនឹង brand នេះដែរទាំងអស់គ្នាចូលទៅមើលនៅក្នុងថៅបាវក៏មានដែរហើយគឺជាភាព viral ទូទាំងពិភពលោកដែលខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាហើយខ្ញុំចេញអវ៉ាន់មកមួយនៅក្នុងពេលនេះអ្វីដែលខ្ញុំគិតបំផុតគឺប្រទេសជាតិចង់ឲ្យប្រទេសជាតិរបស់ខ្ញុំមានមោទនភាពមានកូនខ្មែរដែលពូកែក៏វាយអវ៉ាន់ឲ្យផ្ទុះមានភាពលេចធ្លោជាជននៅក្នុងប្រទេសរបស់យើងគឺគ្រប់គ្រងស្មើដៃគ្នាហើយតែខ្ញុំធ្វើនេះខ្ញុំមិនមែនទាមទារថាកម្លាំងខ្មែរជួយខ្មែរផលិតផលខ្មែរនឹងប្រើអត់កើតនៅតែឲ្យបងប្អូនទិញទេណាអញ្ចឹងបើសិនជាផលិតផលដែលប្រើមិនបានផលឬក៏ប្រើទៅធ្វើឲ្យទាំងអស់គ្នាមានបញ្ហាក៏ទាំងអស់គ្នាមិនចាំបាច់ទិញដែរពីព្រោះថាយើងអត់ប្រើឈ្មោះថាខ្មែរស្រឡាញ់ខ្មែរហើយទៅសម្រាប់ខ្មែរគ្នាឯងទេ